ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមមកបង្ហាញពីរបៀបធ្វើជ្រក់ស្ពៃក្តោបប្រចាំគ្រួសារនាងខ្ញុំហើយសម្រាប់គ្រឿងផ្សំនៅក្នុងការធ្វើជ្រក់នេះវិញនាងខ្ញុំមានស្ពៃក្តោបទម្ងន់ប្រហែលជា1គីឡូការ៉ុត1មើមម្ទេសដៃនាង2 3គ្រាប់ខ្ញី1ដុំខ្ទឹមសចំនួន3 4កំពឹសគឺនាងខ្ញុំចាប់ដើមយកបន្លែទាំងអស់ហ្នឹងទៅលាងចម្រោះទឹកឲ្យស្អាតសិនទៅរួចហើយយើងយកវាមកហាន់ជាចំណិតតូចៗដូចជាការ៉ុតខ្ញីហើយនឹងខ្ទឹមសសម្រាប់ស្ពៃក្តោបវិញគឺយើងពុះវាជាដុំតូចៗហើយយើងប្រឡេះវាកុំឲ្យវានៅដុំបងប្អូនធ្វើឲ្យវាទៅសទៅដើម្បីយើងជ្រក់ទៅវាឆាប់ចូលជាតិបន្ទាប់ពីយើងហាន់បន្លែរួចរាល់ហើយយើងលើកវាទុកម្ដុំទៅយើងចាប់ដើមទៅធ្វើទឹកជ្រក់យើងម្ដងសម្រាប់ទឹកនាងខ្ញុំដាក់ចំនួន2លីត្រកន្លះហើយសម្រាប់អំបិលក្រួសនេះវិញនាងខ្ញុំដាក់1កូនវែកកន្លះព្រមទាំងដាក់ស្ករសចំនួន1កូនវែកហើយនាងខ្ញុំដាក់ដាំវាឲ្យពុះបន្ទាប់មកយើងបិទភ្លើងទៅទុកវាឲ្យត្រជាក់បន្តិចដោយសារនាងខ្ញុំអត់មានកែវធំដាក់ជ្រក់អញ្ចឹងនាងខ្ញុំដាក់វារៀបនៅក្នុងឆ្នាំងតូចមួយបន្ទាប់មកនៅពេលដែលទឹកជ្រក់យើងដាំមិញហ្នឹងវារៀងចុះត្រជាក់នៅសល់ប្រហែលជា20អង្សានាងខ្ញុំចាប់ដើមដាក់វាចូលទៅក្នុងឆ្នាំងហ្នឹងហើយនាងខ្ញុំច្បល់វាប្រហែលជា5នាទីនាងខ្ញុំចាប់ដើមយកវាដាក់ទៅក្នុងកែវតូចពីរផ្សេងគ្នាហើយបិទគ្របវាឲ្យជិតទុកនៅក្នុងសីតុណ្ហភាពធម្មតាចំនួន1យប់ហើយនេះគឺជាលទ្ធផលរបស់យើងសម្រាប់ពេលដែលយើងផ្អាប់ទុក1យប់ហើយបងប្អូនចាដូចបងប្អូនឮស្រាប់ហើយនៅពេលដែលនាងខ្ញុំភ្លក់គឺរសជាតិវានៅស្រួយឆ្ងាញ់ល្មមហ្មងមិនជូរពេកមិនប្រៃពេកអរគុណចំពោះការតាមដានទស្សនា